ជាប្លែកភ្នែកគឺខ្ញុំនឹងបកស្រាយរួមគ្នាជាមួយតារាចម្រៀងមួយទៀតដែលបងប្អូនស្គាល់ហើយមែនទេពីណាគេដូច្នេះសូមទទួលយកអារម្មណ៍រីករាយជាមួយខ្ញុំបាទលោកចេះ
គុណច្រើនអរគុណបងចាបាទសូមសម្លេងបងសាទរមួយទៀតបាទអរគុណបាទជំរាបសួរអូហូអរគុណច្រើនមែនតើអរគុណនៅសម្លេងហូអរគុណខ្លាំងណាស់ជាមួយនឹងបទចម្រៀងរួមគ្នាមួយបទធ្វើឲ្យកក្រើកវេទិកាតន្ត្រីយុវវ័យនៅក្នុងថ្ងៃនេះចាឥឡូវយើងសួរទៅដល់បងប្អូនរំភើបបាទបងប្អូនពេញចិត្តនៃការប្រគំតន្ត្រីថ្ងៃនេះអត់ឥឡូវបើពេញចិត្តសូមសម្លេងសាទរខ្លាំងមួយទៀតអត់បាទអរគុណយ៉ាងណាដែរនៅពេលដែលបងប្អូនគាត់ស្រឡាញ់និងគាំទ្រជូនទៅដល់លោកបាទអរគុណដល់វត្តមានដល់មានតម្លៃរបស់បងប្រុសបងស្រីនិងបងប្អូនក៏ដូចជាលោកអ៊ំលោកពូដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមរីករាយជាមួយនឹងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ ETV ហើយយើងខ្ញុំក៏បានបង្ហាញជូននៅបទចម្រៀងថ្មីហើយក៏បានទទួលការលើកទឹកចិត្តនេះហើយជាអ្វីដែលយើងខ្ញុំចង់បានហើយឆ្លៀតអរគុណដល់បងប្អូនស្រីដែលបានផ្ដល់តក្កតាជូនខ្ញុំហើយអរគុណដល់បងប្អូនដែលនៅខាងមុខបានធ្វើបាននៅពិសេសជូនខ្ញុំអរគុណបងណាសុខសប្បាយចាអរគុណចូលទៅដល់លោកកាត់ជេមបាទអរគុណច្រើនសម្រាប់ខ្ញុំថ្ងៃនេះផងដែរអរគុណបាទអរគុណដល់แฟนសម្រាប់ថ្ងៃនេះខ្ញុំបានមានអារម្មណ៍រំភើបជាពិសេសតែម្ដងគឺដូចថាថ្ងៃនេះជាថ្ងៃលើកទី1ដែលពួកខ្ញុំបានបកស្រាយបទចម្រៀងរួមគ្នានៅលើប្រគំតន្ត្រីដូចសពមួយដងគ្រាន់តែយើងច្រៀងឆាកជាមួយគ្នាតែអាចដែលបានបកស្រាយបទចម្រៀងរួមគ្នាថ្ងៃនេះមានអារម្មណ៍រំភើបមែនទែនដែលបានបកស្រាយជាមួយនឹងបទចម្រៀងជាមួយនឹង best friend របស់ខ្ញុំមិត្តភក្តិល្អរបស់ខ្ញុំគឺលោកខេមដាសរិមុនបាទអរគុណច្រើនហើយក៏អរគុណដល់ fan ទាំងអស់ទាំង fan របស់លោកខេមដាសរិមុន fan របស់យូរីនិង fan របស់ខ្ញុំបាទផងដែរដែលបានផ្ដល់សម្លេងហូអរគុណពិតប្រាកដព្រោះថាយើងកម្របានឃើញការប្រគំតន្ត្រីវត្តមានតារាចម្រៀងកម្ពុជាតារាចម្រៀងល្បីៗបកស្រាយនៅបទចម្រៀងរួមគ្នាអញ្ចឹងពេលណាដែលយើងបានជួបគ្នាគឺវេទិកាព្រឹត្តិការណ៍នៃការប្រគំតន្ត្រីរបស់យើងគឺមានភាពកក្រើកអរគុណសម្រាប់ការគាំទ្រពីបងប្អូនអញ្ចឹងសូមផ្ដល់ជាសម្លេងសាទរខ្លាំងមួយទៀតបាទអរគុណយើងមាននៅបទចម្រៀងរួចជាច្រើនបទទៀតនៅវគ្គក្រោយពីកម្មវិធីក៏សូមពេលអនុញ្ញាតសម្រាប់មួយ Pleasant